ក្មេងទំនើង11នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីប្រមូលផ្ដុំបង្កសម្លេងរំខានដល់អ្នកភូមិសមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងប្រុសស្រី11នាក់បន្ទាប់ពីពួកគេតែងតែប្រមូលផ្ដុំក្នុងផ្ទះសំណាក់យីហោ68បង្កការរំខានដល់អ្នកភូមិការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង11ព្រឹកថ្ងៃទី26ខែមករាឆ្នាំ2023នៅផ្ទះសំណាក់$3តាមផ្លូវបេតុងក្រុមទី4ភូមិត្រពាំងក្លឹងទី3សង្កាត់ចោមចៅទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបើតាមប្រភពព័ត៌មានពីសមាជិកបានឲ្យដឹងថាការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីពលរដ្ឋបានរាយការណ៍ទៅសមាជិកពាក់ព័ន្ធនឹងការប្រមូលផ្ដុំក្មេងទំនើងខាងលើបង្កជាសម្លេងរំខាននិងចេញចូលដោយធ្លុកល្ខោនទាំងថ្ងៃទាំងយប់មិនលួថ្ងៃបច្ចុប្បន្នក្មេងទំនើងខាងលើសមាជិកបញ្ជូនខ្លួនទៅសាកសួរនាំនិងអប់រំនៅពន្ធនគរបាលរដ្ឋបាលចោមចៅទី1ខ្ញុំបាទ Heidi ពីកម្មវិធី One Side ក្រុមហ៊ុន Markasland គម្រោងដីឡូនិងលំនៅឋានដែលមានទីតាំងនៅក្បែរតំបន់ដែលមានសក្តានុពលបំផុតនៅក្នុងខេត្តត្បូងឃ្មុំទិញដីចំការខ្នោការ៉ុតពីគម្រោង Riyadh Farm ទទួលបានការមើលថែទាំតាមស្តង់ដារកសិកម្មទំនើបធានាលើទីផ្សារនាំចេញចំណេញប្រាក់3ដងជារៀងរាល់ឆ្នាំរយៈពេល10ឆ្នាំពេញ Markasland បន្ថែមចំនួនអកម្មដើម្បីបង្កើនទ្រព្យឲ្យសកម្មជីវភាពធូរធារគ្រួសាររស់នៅបានសុខស្រួលតើលោកអ្នកចង់បានគម្រោងដីឡូដែលមានការបង់រំលោះសុទ្ធជាមួយនឹងការប្រាក់ 0% ដែរឬទេក្រុមហ៊ុនដង្ខៅអចលនទ្រព្យនឹងផ្ដល់ជូនលោកអ្នកនៅដីឡូបែបអាជីវកម្មនៅក្នុងតំបន់ដែលមានសក្តានុពលបំផុតនិងការអភិវឌ្ឍលើគ្រប់វិស័យសាឡបងទទួលយកបទពិសោធន៍នៅរសជាតិអាហារបែបអឺរ៉ុបមានហាឡាល់វត្ថុធាតុដើមល្អៗអនាម័យខ្ពស់ជាមួយនឹងបរិយាកាសយ៉ាងស្រស់ស្រាយនៅភោជនីយដ្ឋាន306 Gulmek Evaku CPC News ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ